រឿងផ្ទះតម្កល់មឈូសភាគ4ភាគបញ្ចប់សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីភាគទី4នៃរឿងផ្ទះតម្កល់មឈូសបានវិលមកជួបប្រិយមិត្តអ្នកស្ដាប់សារជាថ្មីដើម្បីបញ្ចប់នៃសាច់រឿងរបស់យើងកាលពីភាគទី3នាងធីរតដែលត្រូវប្រលឹងនាងរីយ៉ាចូលបាននិយាយទាំងចង្អុលមុខតាភឿនថាគឺតាឯងឃុំប្រលឹងយើង5ឆ្នាំមកហើយពេលនេះក៏ដល់ពេលដែលយើងត្រូវសងសឹកដែរតាភឿនបានតបថាការដែលយើងឃុំប្រលឹងនាងគឺមកពីនាងមិនព្រមទៅចាប់ជាតិហើយនៅតែដើរសម្លាប់មនុស្សដើម្បីសងសឹកក្រែងនាងបានសម្លាប់អ្នកដែលរំលោភនាងពីអ្នកនោះសងសឹកហើយតើដូច្នេះតទៅជាសកម្មភាពដែលតាភឿននិយាយរឿងរីយ៉ាសម្លាប់បរិសុទ្ធពីរនាក់ដែលបានរំលោភនាងយប់មួយឃើញដែននឹងឋានកំពុងរត់កាត់ព្រៃទាំងមុខងាកក្រោយម្ដងទំនងកំពុងរត់គេចពីអាសន្នអ្វីម្យ៉ាងស្រាប់តែខ្មោចនាងរីយ៉ារំលេចរាងកាយនៅចំពោះមុខពួកគេហើយបែរមកធ្វើមុខកាចគួរឲ្យខ្លាចក្រៃលែងដែននឹងឋានទុចងក់ដើរថយក្រោយយឺតទាំងទុកមុខភ័យខ្លាចខ្មោចរីយ៉ាលូកដៃយ៉ាងវែងមកចាប់ច្របាច់កនាយដែនកាច់សម្លាប់ទៅឯឋានខំរត់គេចខ្លួនទៅម្ខាងវិញរំពេចក្រោយមកតាភឿននិងមេភូមិរត់មកដល់ក៏ឃើញដែនដេកស្លាប់ស្ដោកស្ដឹងលុះឋានរត់មកដល់ខាងមុខហត់ពេកឈោពួនក្បែរដើមឈើធំមួយដល់តែងាកទៅចំហៀងខ្លួនស្រាប់តែខ្មោចរីយ៉ាទម្លាក់ក្បាលមកពីលើចុងឈើបណ្ដាលឲ្យនិធានភ័យខ្លាចហើយក៏ចង់រត់គេចតែដៃរីយ៉ាលូកមកច្របាច់កឋានប្រកាច់ត្រដោខ្យល់ដួលដល់ដីក៏លិចវត្តមានតាភឿននិងមេភូមិសនមកដល់ខ្មោចរីយ៉ាក៏ទម្លាក់ខ្លួនមកឈរលើដីហើយងាកមុខទៅរកអាចារ្យភឿនក៏និយាយឡើងថានាងរីយ៉ាពីរងាប់ដោយការមិនចង់ពីបើនាងបានសងសឹកហើយក៏ប្រញាប់ទៅរកចាប់ជាតិថ្មីទៅខ្មោចនាងរីយ៉ានិយាយទាំងមើងមាត់ថានៅមានមនុស្សបន្តទៀតដែលត្រូវស្លាប់ឲ្យតែអ្នកណាសំគំនិតក្នុងការសម្លាប់យើងថាហើយរីយ៉ាសម្លឹងទៅមេភូមិសនមិនដាក់ភ្នែកតាភឿនបន្តនិយាយថាបើនាងមិនស្ដាប់សម្ដីយើងទេកុំបន្ទោសថាយើងគ្មានមេត្តាឲ្យសោះតាភឿននិយាយស្ទើរមិនចំរីយ៉ាស្ទុះចូលទៅរកពួកគាត់តែត្រូវតាភឿនសូត្រគាថាខាបប្រលឹងរីយ៉ាដាក់ចូលទៅក្នុងកោដ្ឋមួយទាំងនេះជារឿងរ៉ាវដែលតាភឿនបានរំលឹកឡើងឥឡូវយើងត្រឡប់មកដល់សាច់រឿងយើងនៅឯផ្ទះតម្កល់មឈូសវិញតាភឿននិយាយឡើងទៅកាន់ប្រលឹងរីយ៉ាដែលកំពុងចូលរួបភារត់នៅឈរមាត់ទ្វារផ្ទះខណៈអ្នកឯទៀតឈរជុំគ្នាក្នុងសីមារួមទាំងអ្នកស្រវឹង4នាក់កំពុងដេកលងលុកបើនាងឈប់ចងគំនុំឈប់មានគំនិតសងសឹកយើងនឹងដោះលែងប្រលឹកនាងឲ្យទៅបានចាប់ជាតិថ្មីរូបដែលម្ដងបង្ហាញជាធេរតម្ដងបង្ហាញជារីយ៉ាបានបន្លឺឡើងទាំងកំហឹងថាមនុស្សដែលបង្ខំឲ្យយើងស្លាប់ត្រូវតែសងជីវិតយើងជាដាច់ខាតតាភឿនបានតបថាតើនាងនៅចង់ចងពៀរណាទៀតគួរតែលះការសងសឹកហើយទៅរកចាប់ជាតិថ្មីទៅទោះជាយ៉ាងណាសម្លេចមិនលើដោយកំហឹងរបស់រីយ៉ានៅតែតបថាយើងនឹងយកជីវិតនាងវណ្ណីឲ្យតតែបានបើតាឯងនៅតែរារាំងយើងនោះយើងកំដរតាឯងដល់ទីបំផុតថាហើយរូបកាយរីយ៉ាក៏រលាយបាត់ទៅគ្រាន់តែឮប្រលឹងរីយ៉ាថាយកនាងវណ្ណីបានដាល់ឲ្យនាងវណ្ណីសម្ដែងការភ័យខ្លាចតោងដៃមេភូមិជាប់អ៊ំខ្ញុំខ្លាចណាស់អ៊ំ
មេភូមិសនបានពោលលងលោមកុំខ្លាចឲ្យក្មួយមានអាចារ្យភឿននៅទីនេះហើយព្រលឹងនាងរាយានោះវាមិនអាចធ្វើអ្វីពួកយើងបានទេស្ងប់សំឡេងខ្មោចនាងរាយាតាភឿននិយាយទាំងសម្ដែងការងឿងឆ្កល់នៅចំពោះមុខពួកគេមុខកុកខ្សែសីមាដាច់ងាយម្លេះនាងវ៉ានីបានប្រាប់តាភឿនថាលោកតាពេលនេះបាត់បងប្រុសខ្ញុំហើយមិនដឹងថាគាត់ទៅណាទេតាភឿនលើកម្រាមដៃរាប់មើលរួចនិយាយថារូបកាយដែលយើងបានឃើញថាជាវណ្ណាមុននេះគឺជាការបំភាន់ភ្នែកពីប្រលឹងនាងរាយាប៉ុណ្ណោះវណ្ណាអាចនឹងត្រូវរាយាសម្លាប់ហើយឬបែបនេះវ៉ានីធ្វើមុខចង់យំហើយថាបងប្រុសខ្ញុំស្លាប់ហើយសិទ្ធិកាឈរតោងដៃយុទ្ធជាប់ទាំងធ្វើមុខភ័យខ្លាចឯវ៉ានីឈរតោងដៃមេភូមិដោយសេចក្តីភ័យខ្លាចនិងគិតទៅដល់បងប្រុសយប់កាន់តែជ្រៅទៅហើយឃើញតាភឿនអង្គុយសូត្របាលីខណៈមេភូមិវ៉ានីសទ្ធិកានិងយុទ្ធអង្គុយជុំគ្នាក្បែរអ្នកផឹកស្រវឹងដេកលងលូកក្នុងរង្វង់អំបោះសីមាតាភឿននិយាយឡើងថាពេលនេះពួកយើងបានត្រឹមអង្គុយរងចាំមេឃភ្លឺប៉ុណ្ណោះព្រោះมันអាចមានសម្ភារៈអ្វីនឹងធ្វើកិច្ចដើម្បីបង្ក្រាបវិញ្ញាណនាងរាយាបានទេខណៈនោះមេភូមិសនបាននិយាយទៅកាន់វ៉ានីតិចថាវ៉ានីពួកយើងទៅផ្ទះវិញទៅនៅទីនេះអ៊ំគិតថាมันមានសុវត្ថិភាពទេត្បិតអីមើលទៅតាភឿនដូចជាมันអាចទប់ទល់នឹងព្រលឹងនាងរាយាបានឡើយវ៉ានីនិយាយបដិសេធនឹងសម្ដីមេភូមិអ៊ំម៉ាខ្ញុំមិនចេញទៅណាជាមួយអ៊ំទេយ៉ាងណាក៏នៅទីនេះទាំងអស់គ្នាទៅមេភូមិសនខឹងនឹងនាងវ៉ានីក៏ក្រោកឡើងចាប់អូសដៃនាងវ៉ានីចេញតាភឿនឈប់សូត្របាលីហើយបើកភ្នែកធំខាត់ពួកគេលោកមេភូមិតើលោកគិតចង់ទៅណាមេភូមិតបទាំងកាន់ដៃនាងវ៉ានីជាប់តាចាស់ឯងទប់ទល់នឹងវិញ្ញាណនាងរាយាមិនបានផងដូច្នេះខ្ញុំសុខចិត្តនាំមើលខ្ញុំរត់ចាក់ចេញពីទីនេះហើយជាជាងនៅផ្សងគ្រោះថ្នាក់ជាមួយតាឯងថាហើយមេភូមិសនចាប់អូសដៃវ៉ានីចេញហើយតាក់ខ្សែសីមាដាច់អស់ខណៈនោះអាចារ្យភឿនក៏បើកភ្នែកញាស់ផ្អើលរំពេចនោះស្រាប់តែមេភូមិចាប់ច្របាច់កនាងវ៉ានីក្រោយដើរឆ្លងផុតខ្សែសីមាបាន2ជំហាននាងវ៉ានីខំរើបំរាស់និងនិយាយទាំងតដថាអ៊ំមិនក៏អ៊ំច្បាច់កខ្ញុំយ៉ាងនេះឡើងទេខ្ញុំឈឺណាស់អ៊ំពួកគេគ្រប់គ្នាក៏សម្ដែងការភ័យខ្លាចខណៈអ្នកស្រវឹង4នាក់នៅដេកលងលូកអត់ដឹងខ្លួនតាភឿនបាននិយាយអង្វរព្រលឹងនាងរាយាដែលកំពុងចូលមេភូមិសនរាយានាងឈប់សម្លាប់មនុស្សទៀតទៅព្រោះអ្នកដែលរំលោភនាង2នាក់នោះនាងបានសម្លាប់គេសងសឹកកាលពី5ឆ្នាំមុនហើយតារាយាដែលស្ថិតនៅក្នុងរូបមេភូមិបាននិយាយយ៉ាងកំហឹងថាយប់នេះនាងវ៉ាន់ត្រូវតែស្លាប់តាភឿនក៏សូត្រគាថាប្រើអភិនិហាបណ្ដេញព្រលឹងរាយាខណៈវ៉ានីហាក់ខ្សោយទៅក្នុងកណ្ដាប់ដៃមេភូមិបន្តិចវ៉ានីក៏ដាច់ខ្យល់ស្លាប់ដួលទៅលើដីមេភូមិក៏ដឹងស្មារតីវិញឃើញវ៉ានីដេកស្លាប់ក៏អោនទៅយំសោកវ៉ានីក្មួយអ៊ំវ៉ានីប្រលឹងរាយាសោចសប្បាយក្នុងចិត្តក្នុងរូបធារតម្ដងយើងសងសឹកបានហើយហាប្រលឹងរបស់រាយាដែលចូលរូបធារតបានលូកច្របាច់កមេភូមិសនទៀតខណៈតាភឿនខំសូត្រគាថារហូតហូរឈាមតាមមាត់ហើយក៏ដួលខ្លួនក្រែងទៅម្ខាងឃើញបែបនេះយុទ្ធនិងសិទ្ធិកាក៏ស្ទុះក្រោកឈរមេភូមិសនត្រដោះខ្យល់ក្នុងកណ្ដាប់ដៃធារតយុទ្ធនិងសិទ្ធិកាធ្វើមុខចង់យំចង់រត់ចេញបន្តិចចង់នៅបន្តិចក្នុងរង្វង់ខ្សែសីមា
រំពេចនោះស្រាប់តែធេរតត្រូវខ្ទាតទៅម្ខាងដោយកម្លាំងអ្វីម្យ៉ាងបណ្ដាលឲ្យមេភូមិដួលទៅអង្គុយលើដីយុទ្ធនិងសទ្ធីការមើលទៅចំហៀងខ្លួនចិត្តមេភូមិក៏ឃើញព្រះសង្ឃមួយអង្គនិមន្តចូលមកលោកបានមានសង្ឃដីកាទៅកាន់ប្រលឹងរិយាថាញោមស្រីអាត្មាសូមបិណ្ឌបាតផងចុះសូមញោមដោះលែងមេភូមិនិងអាចារ្យភឿនរួមទាំងអ្នកគ្រប់គ្នានៅទីនេះផងចុះប្រលឹងរិយាក្នុងរូបធេរតបានតបលោកទាំងសម្ដីមើងមាត់ថាពួកគេបានរួមគំនិតគ្នាធ្វើបាបនិងសម្លាប់ខ្ញុំកូណាកាលពី5ឆ្នាំមុនដូច្នេះពួកគេត្រូវតែសងជីវិតខ្ញុំកូណាដាច់ខាតលោកបានមានសង្ឃដីកាបន្តថាក្រែងញោមបានសងសឹករួចហើយតើដូច្នេះដោះលែងពួកគេដែលមិនពាក់ព័ន្ធទៅតើញោមនៅចង់សាងបាបអ្វីទៀតអាចារ្យភឿននិងមេភូមិមិនបានធ្វើអំពើណាមួយដែលជាហេតុនាំឲ្យញោមស្លាប់នោះទេញោមគួរឆាប់ទៅរកចាប់ជាតិថ្មីការដែលអាចារ្យភឿនខំប្រលឹងញោមក៏មកតែពីញោមមិនព្រមលះចិត្តសងសឹកនេះចោលពេលនេះញោមវ៉ានីក៏ត្រូវបានញោមសងសឹករួចហើយដែរប្រលឹងនាងរិយាក្នុងរូបធេរតឈរត្រឹងគិតបន្តិចក៏លុតចង្គង់សំពះលោក3ដងលោកក៏និមន្តចេញទៅរូបកាយធេរតដែលរិយាចូលសន្ធិដ្ឋបានក្រោកឈរឡើងក្រោយលោកនិមន្តចេញទៅបាត់យុទ្ធបាននិយាយទៅកាន់ប្រលឹងរិយាថាឲ្យខ្ញុំសំទោសដែលខ្ញុំបាននាំសពមិត្តភ័ក្តិមកតម្កល់លើផ្ទះរបស់អ្នកធ្វើឲ្យប៉ះពាល់ដល់អ្នកនាំឲ្យអ្នកមិនសប្បាយចិត្តប្រលឹងរិយាបានពោលយ៉ាងស្លូតបូតថាខ្ញុំទេដែលត្រូវអរគុណអ្នកដែលអ្នកបានធ្វើឲ្យខ្ញុំរួចផុតពីសីមាឃុំប្រលឹង5ឆ្នាំនៅក្នុងកោដ្ឋនោះថាហើយរូបកាយធេរតក៏រលាយបាត់ទៅយុទ្ធក៏ប្រញាប់ទៅលើកមេភូមិឡើងខណៈតាភឿនងើបខ្លួនឡើងត្រង់វិញយុទ្ធក៏គ្រាមេភូមិឲ្យមកអង្គុយចុះក្បែរតាភឿនផ្ទៃមេឃនៅទិសខាងកើតមានពណ៌ក្រហមមាន់គោកមួយក្បាលទុំលើរបងរងាវឡើងឃើញពូម្នាក់ជិះម៉ូតូចូលមកដល់មុខផ្ទះតម្កល់សពហើយនិយាយប្រាប់មេភូមិថាលោកអ៊ំមេភូមិពេលនេះអ្នកភូមិយើងកំពុងភ្ញាក់ផ្អើលដែលឃើញសពវណ្ណាត្រូវគេវាយបែកក្បាលដួលស្លាប់នៅក្បែរដងផ្លូវក្នុងភូមិឯណោះឮបែបនេះមេភូមិធ្វើមុខក្រៀមក្រំដកដង្ហើមធំមេឃភ្លឺច្បាស់អាចារ្យភឿននិងមេភូមិបានដាស់អ្នកស្រវឹង4នាក់ឲ្យជួយលើកសពវណ្ណីដាក់មកកន្លែងសមគួរក្បែរនោះពេលព្រលឹមឡើងនៅក្នុងវត្តឃើញដៃមេភូមិសនទាញក្រណាត់សគ្រប់មុខសពវណ្ណានិងវណ្ណីដែលគេដាក់ឲ្យដេកទន្ទឹមគ្នានៅទីអារាមមួយមេភូមិនិយាយដោយទឹកមុខក្រៀមក្រំថាសូមឲ្យក្មួយទាំងពីរទៅបានក្តីសុខចុះនៅឯផ្ទះតម្កល់សពអានេះវិញឃើញដៃយុទ្ធកាន់កោដ្ឋថ្មីមួយដាក់លើធ្នើផ្ទះតម្កល់សពរួចយុទ្ធនិងសទ្ធីការដុតធូបនិយាយយុទ្ធផ្ដើមនិយាយថាអ្នកនាងរិយាសូមប្រលឹងនាងបានទៅចាប់ជាតិថ្មីចុះសទ្ធីការបន្តពួកខ្ញុំសូមយកសពមិត្តភក្តិត្រឡប់ទៅវិញហើយរួចទាំងពីរនាក់ងាកខ្លួនបែរមកទើបអាចារ្យភឿននិយាយឡើងទៅកាន់អ្នកសែងសពថាទាំងអស់គ្នាលោកមកឈូសឡើងឃើញគេសាយមកឈូសចុះពីលើផ្ទះតម្កល់សពខណៈសទ្ធីការនិងយុទ្ធចុះមកមុនពួកគេតាមកម្មចន្ទានៅលើដងផ្លូវក្នុងភូមិម៉ោងប្រហែល8ព្រឹកឃើញយុទ្ធនិងសទ្ធីការឈរក្បែរឡានលើកដៃសំពះលាអាចារ្យភឿននិងអ្នកសែងសព4នាក់ទៀតរួចដើរចូលក្នុងឡានបើកចេញទៅឃើញយុទ្ធនិងសទ្ធីការអង្គុយក្នុងឡានកំពុងបរដោយទឹកមុខក្រៀមក្រំសទ្ធីការនិយាយទូរស័ព្ទអ្នកមីងខ្ញុំនិងបងយុទ្ធបានដឹកសពធីរតទៅហើយចាជំរាបលា
រឿងផ្ទះតម្កល់មឈូសសន្មតថាចប់តែប៉ុណ្ណេះសូមអរគុណដល់ប្រិយមិត្តដែលបានតាមដានស្ដាប់តាំងពីដើមដល់ចប់ដើម្បីជាកម្លាំងចិត្តដល់ admin សូមបងប្អូនប្រិយមិត្តអ្នកស្ដាប់ជួយចុចរូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានរឿងថ្មីៗជាបន្តបន្ទាប់ពី admin VS Film នាំមកជូនការកំសាន្តគ្រប់ទីកន្លែង